ត្រឹមត្រូវហើយពីព្រោះឆ្កែនៅទីនេះគឺគាត់មានច្បាប់ការពារគាត់សំទោសឆ្កែនៅទីនេះគឺមានច្បាប់ការពារវាអញ្ចឹងហើយបានអ្នកទាំងអស់គ្នាកត់សម្គាល់ឃើញនៅប្រទេសអូស្ត្រាលីគឺអត់មានឆ្កែអនាធិបតេយ្យទេគឺបើមានឆ្កែណាដែលដើរតាមផ្លូវគេមកចាប់ដាក់យកទៅកន្លែងចិញ្ចឹមវាតែម្ដងគឺឆ្កែអនាធិបតេយ្យគឺអត់បានអនុញ្ញាតនៅក្នុងប្រទេសអូស្ត្រាលីទេហើយទី2អ្នកដែលចិញ្ចឹមឆ្កែភាគច្រើនគឺគាត់អត់មានកូនអញ្ចឹងហើយការចិញ្ចឹមឆ្កែរបស់គាត់គឺដូចជាគាត់ចិញ្ចឹមកូនខ្លួនឯងអញ្ចឹងវាមនុស្សចាស់ដឹកដៃដើរជាមួយអីអញ្ចឹងរៀនមានជាគ្នាណាមានដែរក្រុមគ្រួសារដែលមានកូនហើយគាត់ចិញ្ចឹមឆ្កែប៉ុន្តែចំនួនតូចមែនតើអ្នកដែលចិញ្ចឹមឆ្កែភាគច្រើនគឺគាត់មានលុយពីព្រោះការចិញ្ចឹមឆ្កែនៅទីនេះមិនមែនមានន័យថាឈឺហើយទុកវាចោលទេណាត្រូវយកវាទៅមន្ទីរពេទ្យគេហៅថា wetness ត្រូវយកចង់និយាយថាព្យាបាលជំងឺផ្សេងអ្នកដែលគាត់ចិញ្ចឹមឆ្កែគឺគាត់ត្អូញប្រាប់ខ្ញុំថាអស់លុយច្រើនមែនតើអញ្ចឹងហើយបើសិនជាគាត់អត់មានលុយគឺគាត់អត់ហ៊ានចិញ្ចឹមឆ្កែតែម្ដងហើយដូចខ្ញុំអញ្ចឹងសម្បីតែកូនរបស់ខ្ញុំគឺគាត់ចង់ឲ្យចិញ្ចឹមឆ្កែតែសម្រាប់ខ្ញុំគឺអត់ទេពីព្រោះជីវិតខ្ញុំរវល់ជាមួយនឹងកូនហើយគឺខ្ញុំអត់មានពេលវេលាទៅថែរក្សាឆ្កែទេគឺអញ្ចឹងខ្ញុំគឺអត់ចិញ្ចឹមឆ្កែដូចគ្នាអញ្ចឹងហើយខមមិនមួយនេះគឺខ្ញុំអត់ជំទាស់ទេគឺឆ្កែគឺមានតម្លៃនៅក្នុងប្រទេសអូស្ត្រាលីមែនពេលដែលខ្ញុំប្រើពាក្យថាបាតសង្គមន័យថាមានន័យថាខ្ញុំមើលងាយពួកគាត់ទេពាក្យថាបាតសង្គមហ្នឹងប្រជាជនខ្មែរយើងច្រើនតែនិយាយចំពោះមនុស្សដែលញៀនថ្នាំមនុស្សដែលលេងល្បែងមនុស្សចង់និយាយថាមិនចូលក្នុងសង្គមគឺបាតសង្គមអញ្ចឹងហើយខ្ញុំប្រើពាក្យនេះដែរដើម្បីឲ្យបងប្អូនស្ដាប់យល់ដូចគ្នាចឹងមិនមែនមានន័យថាខ្ញុំមើលងាយជនជាតិអូស្ត្រាលីថាគេបាតសង្គមមិនមែនទេបាតសង្គមក៏ដោយក៏គេមានលុយដែរនៅទីនេះអញ្ចឹងខ្ញុំចង់បញ្ជាក់ថា comment មួយនេះអត់មានខុសទេ